រាត្រីស្ងប់ស្ងាត់ខ្យល់ត្រជាក់បក់ប៉ះចិត្តទូរស័ព្ទនៅដៃបងមើលសារចាស់ដែលអូនផ្ញើមកក់ពេលនោះអូននិយាយថាស្រឡាញ់បងតែឥឡូវចិត្តបងចាប់ផ្ដើមសួរខ្លួនឯងម្ដងហើយម្ដងទៀតអូនប្រាប់ថាបងជាមនុស្សពិសេសប៉ុន្តែអារម្មណ៍មើលទៅដូចមិនតែមួយពាក្យស្រឡាញ់ដែលអូនធ្លាប់និយាយឥឡូវដូចជាខ្យល់ហើរឆ្ងាយមិនឃើញស្នាមរាល់ថ្ងៃបងនៅរងចាំសារតែអូនឆ្លើយតបយឺតដូចមិនចង់និយាយបងចាប់តាមសង្ស័យក្នុងចិត្តថាតើបងនៅទីណាក្នុងបេះដូងអូនបងជាមនុស្សទីប៉ុន្មានក្នុងបេះដូងអូនហេតុអ្វីស្នេហ៍បងមិនមែនជាចំណងចុងក្រោយអូនមានរណាផ្សេងទៀតឬក៏លាក់បាំងអ្វីទៅចិត្តអូនមិនស្មោះដូចមុនបងជាមនុស្សទីប៉ុន្មានសូមប្រាប់ត្រង់បងមិនចង់រស់ក្នុងការសង្ស័យទៀតទេបើបងមិនមែនជាមនុស្សសំខាន់សូមប្រាប់ឲ្យបងដឹងបងនឹងដើរចេញដោយស្ងៀមរូបថតយើងនៅតែមានក្នុងទូរស័ព្ទប៉ុន្តែអារម្មណ៍ដូចជាអស់ន័យអូនមិនសូវហៅឈ្មោះបងដូចមុនទេហើយសំឡេងអូនក៏ផ្ទុះទៅស្ទើរមិនស្គាល់បងមិនខ្លាចការបែកបាក់តែខ្លាចការបោកប្រាស់នៅក្នុងស្នេហាបើអូនមានអ្នកថ្មីក្នុងចិត្តសូមកុំទុកបងជាមនុស្សលាក់ខ្លួនទៀតបងជាមនុស្សទីប៉ុន្មានក្នុងបេះដូងអូនហេតុអ្វីស្នេហ៍បងមិនមែនជាចំណងចុងក្រោយអូនមានដូនណាផ្សេងទៀតឬក៏លាក់បាំងអ្វីទៅចិត្តអូនមិនស្មោះដូចមុនបងជាមនុស្សទីប៉ុន្មានសូមប្រាប់ត្រង់បងមិនចង់រស់ក្នុងការសង្ស័យទៀតទេបើបងមិនមែនជាមនុស្សសំខាន់សូមប្រាប់ឲ្យបងដឹងបងនឹងដើរចេញដោយស្ងៀមបងសុខចិត្តឈឺចាប់ប្រសិនបើ